សេចក្តីរីករាយដែលពឹងផ្អែកទៅលើអារម្មណ៍ខាងក្រៅបែបនេះពិតជាផុយស្រួយនិងកំសត់ណាស់អារម្មណ៍រីករាយស្រស់ថ្លាគឺជាបំណងប្រាថ្នាចាំបាច់មួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានជារៀងរាល់ថ្ងៃមុនពេលបំពេញកិច្ចការងារផ្សេងៗនៅក្នុងតម្រារបស់ជនជាតិខ្មែរយើងក៏មាននិយាយអំពីសេរី3ប្រការជាបញ្ញត្តិអប់រំអរិយាប័ត្រវិជ្ជមានផ្ទាល់ខ្លួនក្នុងដំណើរជីវិតប្រចាំថ្ងៃអត្ថន័យពិតនៃសេរី3ប្រការនេះគឺញ៉ាំងឲ្យមនុស្សប្រព្រឹត្តអំពើល្អដោយកាយវាចាចិត្តរស់នៅផ្ដល់តម្លៃដល់មនុស្សដែលនៅជុំវិញខ្លួនធ្វើយ៉ាងណាជៀសឲ្យផុតនៅរឿងរ៉ាវដែលនាំឲ្យបាត់នៅសេចក្តីរីករាយព្រោះដូនតាយើងលោកដឹងច្បាស់ថាសេចក្តីរីករាយគឺជាឱសថទិព្វសម្រាប់ការរស់នៅរបស់មនុស្សជាតិអត់មានសេចក្តីរីករាយជីវិតរស់នៅក្រៀមក្រោះប្រៀបបីដូចជាស្រុកទុរភិក្សមិនគួរឲ្យចង់រស់នៅទេម្យ៉ាងទៀតលោកដឹងថាសេចក្តីទោមនស្សដែលកើតនៅក្នុងដួងចិត្តហើយមិនរសាយបាត់នៅក្នុងថ្ងៃនេះឬថ្ងៃស្អែកទេវាអាចអូសបន្លាយយូរខែឆ្នាំទៅតាមរឿងតូចរឿងធំក៏ព្រោះតែដូច្នេះទ្រឹស្ដីអប់រំផ្លូវចិត្តត្រូវបានបង្កើតឡើងដើម្បីអប់រំមនុស្សឲ្យចេះមានសេចក្តីអត់ធ្មត់និងចេះចែករំលែកសេចក្តីល្អដល់គ្នានឹងគ្នាបំណងគឺចង់បានសេចក្តីរីករាយនិងអារម្មណ៍ល្អពេញមួយថ្ងៃប៉ុន្តែគ្រប់យ៉ាងមិនព្រមទៅតាមការគិតទុកសោះពេលខ្លះមិនចង់ទេតែជៀសមិនផុតណាមួយមានរឿងច្រើនណាស់ដែលកើតឡើងនៅក្នុងមួយថ្ងៃទោះជាមិនចង់ឮឬក៏មិនចង់ឃើញក៏មិនអាចបដិសេធបានដែរសេចក្តីរីករាយដែលពឹងផ្អែកទៅលើអារម្មណ៍ខាងក្រៅបែបនេះពិតជាផុយស្រួយនិងកំសត់ណាស់តើយើងអាចថ្នាក់ថ្នមអារម្មណ៍របស់ខ្លួនឯងឲ្យនៅតែរីករាយស្រស់ស្រាយបានយូរប៉ុណ្ណាបើអារម្មណ៍នេះងាយនឹងប្រតិកម្មហើយប្រែប្រួលលឿនយ៉ាងនេះម្ដងស្អប់ម្ដងស្រឡាញ់ម្ដងល្អម្ដងអាក្រក់សូម្បីតែខ្លួនឯងក៏តាមមិនទាន់ខ្លួនឯងផងគុំសង្ឃឹមឡើយថាអ្នកដទៃនឹងយល់ពីយើងការរស់នៅគួរគុំប្រាថ្នាសេចក្តីសុខច្រើនពេកបើមិនចង់ជួបទុក្ខព្រោះសេចក្តីសុខគឺជាការឆ្លើយតបរបស់សេចក្តីទុក្ខវាគឺជាកមុខពីរជីវិតគួររស់នៅក្នុងសេចក្តីស្ងប់ដ៏សាមញ្ញគឺស្ងប់ផុតចាកសេចក្តីប្រាថ្នាសេចក្តីប្រកាន់ខ្លួនក្នុងសុខនិងទុក្ខគ្រប់យ៉ាងដើម្បីសន្តិភាពផ្លូវចិត្ត